ផុតកែយើងយកទៅអាំងបែបនេះបងប្អូននិយាយថាចេះក្លិនឈ្ងុយពេញភូមិតែម្ដងចាហើយនិយាយពីថារូបរាងហ្នឹងគឺតំណងយកតែមែនតែនតែម្ដងណាបងប្អូនអ្នកគ្នាប៉ុន្តែមុននឹងយើងអាចធ្វើបានជាដំបូងហ្នឹងគឺខ្ញុំដើរទៅបេះស្លឹកម្រះព្រៅនៅក្រៅផ្ទះជាមុនសិនដោយសារតែនៅក្រោយផ្ទះខ្ញុំហ្នឹងខែហ្នឹងគឺស្បូរម្រះព្រៅដោយសារតែខែហ្នឹងគឺជាខែភ្លៀងហ៎ចាឥឡូវខ្ញុំបេះបានហើយបងប្អូនអ្នកគ្នាហើយយើងមើលចាម្ហូបដែលយើងត្រូវធ្វើថ្ងៃហ្នឹងមានសាច់3ជាន់ហើយនិងកង្កែបតាមពិតទៅថ្ងៃហ្នឹងគឺខ្ញុំគម្រោងធ្វើកែបបោកទេបងប្អូនប៉ុន្តែដោយសារតែកង្កែបរបស់យើងវារាងធំតែពេលអញ្ចឹងយើងគិតថាធ្វើកង្កែបទៅវាងាយឆ្អិនតែពេលយើងអាំងអញ្ចឹងក៏បដូរវិញភ្លាមតែម្ដងណាចាអញ្ចឹងយើងធ្វើប្រហិតតតែយើងដកឆ្អឹងដកអីអស់ចេះទៅបានយើងយកទៅធ្វើទៅវាឆ្ងាញ់បើសិនជាប៉ះឆ្អឹងប៉ះអីពេលយើងញ៉ាំទៅវាអត់ទៅឆ្ងាញ់ទេចាហើយយើងមកហាន់គ្រឿងបុករបស់យើងចាមានដែងគល់ក្រៃលក្ខោសើល្មៀតអីហ្នឹងគឺយើងហាន់វាមកហើយយើងបុកវាឲ្យបានម៉ត់ល្អហើយថ្ងៃនឹងដែរធ្វើម្ហូបមួយមុខនេះគឺជួយគ្នាពីរបីនាក់អញ្ចឹងណាដោយសារតែយើងមានគ្រឿងបុកបើសិនជាយើងធ្វើម្នាក់ឯងគឺអត់ងាយបានញ៉ាំទេបងប្អូនអ្នកគ្នាហើយសាច់ជ្រូករបស់យើងហ្នឹងគឺយើងហាន់វាមកចាហើយដាច់ដីនេះគឺយើងយកវាមកលីងឲ្យបានឆ្អិនល្អណាចាឥឡូវឃើញថាទឹកជ្រូកក៏ដូចជាកែបយើងបានច្រាំម៉ត់ហើយគ្រឿងរបស់យើងក៏បានបុករួចរាល់ដែរចាហើយស្បែកដីរបស់យើងក៏យើងចូលមកបុកដែរបងប្អូនអ្នកគ្នាចាបន្ទាប់មកយើងផ្សំគ្រឿងមានដូចជាអំបិលប៊ីចេងស្ករនឹងឯងចាហើយយើងដាក់ស្បែកដីចាហើយនឹងស្លឹកម្រះព្រៅមកបន្ទាប់មកគឺយើងច្បល់វាចូលគ្នាទៅហើយយើងលៃមកល្មមមកបងប្អូនអ្នកគ្នាតាមការចូលចិត្តរបស់យើងណាចាហើយថ្លើមក៏ដូចជាខ្លាញ់កែបរបស់យើងហ្នឹងគឺយើងអត់បោះចោលទេគឺយើងដាក់វាចូលទាំងអស់មកចានៅពេលដែលយើងយកទៅអាំងទៅប៉ះមួយនិយាយថាជាតិណាបងប្អូនហើយប៉ុន្តែយើងកូរតែស្លាប់វាគឺវាអត់ស្អាតល្អទេហើយប្រហិតរបស់យើងក៏អត់ទៅស្វិតដែរអញ្ចឹងតើតែយើងរៀងបោកបបន្តិចទៅតាំងប្រហិតរបស់យើងវាស្វិតល្អហើយថ្ងៃនេះខ្ញុំយកទៅខ្ចប់ជាមួយនឹងស្លឹកល្មៀតដោយសារតែខ្ញុំឃើញស្លឹកល្មៀតរបស់ខ្ញុំវាធំល្អពេកទេបងប្អូនអ្នកគ្នាអញ្ចឹងហើយពេលយើងយកមកខ្ចប់អញ្ចឹងទៅគឺថាពេលដែលយើងអាំងទៅវាជះក្លិនឈ្ងុយដោយសារស្លឹកល្មៀតពេលដែលយើងអាំងមិនថាផុកឬអីទេពេលដែលយើងអាំងទៅគឺឈ្ងុយតែម្ដងហើយយើងញែកវារៀងស្ដាងល្មមមកដើម្បីយើងយកទៅអាំងទៅវាឆាប់ឆ្អិនហើយពេលដែលយើងខ្ចប់ហ្នឹងយើងអាចដាក់មួយអញ្ចឹងទេបងប្អូនចាគឺយើងដាក់វាឲ្យរាងក្រាស់បន្តិចមកដើម្បីពេលដែលយើងអាំងឆ្អិនទៅទោះជាវាខ្លោចអាខាងក៏ខាងក្នុងវាអត់ខ្លោចដែរចាឥឡូវយើងចូលមកដាក់អាំងហើយពេលដាក់អាំងខ្ញុំដាក់ក្របដែរដោយសារតែពេលយើងក្របអញ្ចឹងទៅវាងុំល្អហើយឆាប់ឆ្អិនណាចាហើយបន្ទាប់មកគឺខ្ញុំមកធ្វើជាមួយនឹងជ្រក់ដើម្បីញ៉ាំផ្ទាប់ជាមួយអញ្ចឹងទៅចាហើយជ្រក់របស់ខ្ញុំថ្ងៃហ្នឹងមានតែ3មុខទេចាមានការ៉ុតចាតសក់ហើយនឹងល្ហុងហើយល្ហុងរបស់យើងរើសល្ហុងរៀងចំណាស់បន្តិចមកកុំយកខ្ចីពេកព្រោះល្ហុងខ្ចីពេលដែលយើងធ្វើទៅក៏អត់សូវឆ្ងាញ់ដែរហើយយើងយកវាកោសរួចរាល់អញ្ចឹងហើយចំណែកខ្ទឹមក្រហមគឺយើងហាន់ជាបន្ទះស្ដាំបែបនេះបន្ទាប់មកយើងដាក់ចូលមកហើយយើងបន្ថែមជាមួយនឹងប៊ីចេងស្ករទឹកត្រីចាហើយច្បាច់ក្រូចឆ្មាចូលតាមពិតទៅគ្រឿងទាំងអស់ហ្នឹងគឺយើងអាចលាយខាងក្រៅឲ្យក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំខ្ញុំអត់ចង់ធ្វើបែបហ្នឹងក៏ខ្ញុំច្បាច់ចូលអញ្ចឹងតែម្ដងហើយយើងអាចបន្ថែមជាមួយនឹងម្ទេសទៀតរសជាតិគឺរឹតតែអែមតែដោយសារតែខ្ញុំមានកូនទូគាត់ញ៉ាំដែរអញ្ចឹងខ្ញុំគាត់ញ៉ាំអត់កើតក៏អត់ដាក់ចូលតែម្ដងទៅចាឥឡូវយើងងាកមកមើលប្រហិតរបស់យើងឃើញថាឆ្អិនហើយបងប្អូនអរគ្នានិយាយពីថាអូយកំពុងតែអាំងបែបហ្នឹងចេះក្លិនឈ្ងុយយកតែមែនតែនហើយយើងឃើញខ្លោចអញ្ចឹងស្មានតែវាខូចអស់ហើយបងប្អូនមានអីដោយសារតែយើងរុំក្រាស់ពេលដែលបើកមកនិយាយថាអូយរូបរាងតំណងបងប្អូនហើយពីមុនមកយើងធ្លាប់តែយកតែជៀនយកតែអីណាតែពេលយើងយកមកអាំងចេះមានអីបងប្អូនប្លែកមែនតែនរសជាតិឈ្ងុយក៏ឈ្ងុយចាហើយរសជាតិក៏ឆ្ងាញ់មួយយ៉ាងម្នាក់ទៅណាបងប្អូនអរគ្នាហើយសម្រាប់បងប្អូនដែលធ្លាប់តែយកតែជៀនណាសាឡបងយកមកអាំងបែបនេះវិញបងប្អូនគឺដឹងតែជក់ចិត្តហ្មងហើយពេលដែលយើងអាំងហើយអញ្ចឹងយើងមានផ្ទាប់ជាមួយជ្រក់មានអីនិយាយពីថារសជាតិអូយបងប្អូនហើយអត់អាចពណ៌នាបានតែម្ដងណា